សពថ្ងៃនេះមិនដឹងថាបានប្រាក់ខែប្រមាណពីគ្រួសារសង្ហាបណ្ដូលហើយនឹងកូនរបស់គេទេមិនត្រឹមតែប៉ុណ្្នឹងទេឥឡូវរវល់ជាមួយនឹងត្រីពីរពាងទៀតសរុបរួមទៅមួយថ្ងៃបើសិនជាឲ្យនៅផ្ទះវិញចាគឺផ្គត់ផ្គង់បាយទឹកចាចំណីអាហាររបស់សង្ហាហើយនឹងបណ្ដូលនឹងខ្លាំងមែនទែនតែម្ដងនិយាយរួមទៅធ្វើអីក៏ដោយកនឹកឃើញគេដែរឥឡូវដូចជាសមាជិកគ្រួសារដែរនេះមានអារម្មណ៍ថាតិចពិបាកស្រែកទឹកទៅតិចពិបាកខ្វះនេះតិចពិបាកស៊ីមិនឆ្អែតទៅអូយនិយាយទៅឥឡូវនេះមិនដឹងថាមិនអីមិនទេនេះនឹងគេជួលឯងមួយខែប្រមាណទេបានគិតគេម្លឹងនេះរាល់ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាលងស្នេហ៍មកគ្រួសារនឹងខ្លាំងមែនទែនតែម្ដងនិយាយទៅបើសិនជាទៅផ្សារអញ្ចឹងខ្លួនឯងអាចទិញអីផ្លិចមុខផ្លិចក្រោយបានណាប៉ុន្តែបើថាចំណីសង្ហាហើយនឹងបណ្ដូលហើយបើសិនជាផ្លិចហើយគឺដឹងទៅទាញម៉ូតូទៅមួយសាសទៀតហើយចំណីរបស់គេហ្នឹងមានអីទេមានតែស្ពៃទៅសក់អីអញ្ចឹងណាចាយើងទិញពីនោះមកខ្លះទៅចាដំណាំស្ពៃរបស់យើងមានខ្លះចេះកាត់ឲ្យវាស៊ីទៅមាន់ហ្នឹងនិយាយទៅវាចូលចិត្តបន្លែច្រើនជាងអង្គឬក៏អាហារអីចឹងណាវាអាស្រ័យទៅលើទម្លាប់ដែរនិយាយទៅខ្ញុំទម្លាប់ចូលចិត្តបោះបន្លែវាស៊ីឲ្យច្រើនអញ្ចឹងដោយសារតែជាប្រភេទមាន់ដែលយើងចិញ្ចឹមទុកមើលទេយើងអត់មានបានយកសាច់យកអីអញ្ចឹងទៅចាជាព្យាយាមបោះបន្លែវាអញ្ចឹងទៅឥឡូវវាចូលចិត្តបន្លែច្រើនជាងអង្គហើយនឹងអាហារហ្នឹងហើយបងប្អូនអរគ្នាមាន់របស់ខ្ញុំកំសាណាចាមាន់គេគ្រាន់តែថាឃើញនឹងកៅអីអញ្ចឹងរត់ដាក់អីចាមាន់ខ្ញុំវិញឃើញទៅកៅរត់ចាញ់ខ្លាចថ្ងៃនោះបានល្អមើលបងប្អូនអើយយើងនៅឃើញថាមាន់វាចូលចិត្តតកៅចូលចិត្តអីអញ្ចឹងទៅអញ្ចឹងខ្ញុំឃើញតកៅខ្ញុំក៏ហៅអាសង្ហាមកអាសង្ហាម៉េះអញ្ចឹងទៅវាដើរមកបងប្អូនអើយគ្រាន់ឃើញតកៅអាសង្ហារត់ចោលឲ្យខ្ញុំបាត់តែម្ដងអញ្ចឹងអាសង្ហាខ្ញុំកំសាណាឃើញតកៅនឹងរត់បះដៃបះជើងខ្លាចតកៅឥឡូវនេះខ្ញុំកំពុងតែកាត់ស្លឹកត្រប់ចាស់ចេញខ្លះដែលសង្ហាហើយនឹងបណ្ដូលគេចឹកពីមុនណូហើយណាមួយស្លឹកត្រប់នេះចាបងប្អូនអរគ្នាកុំទុកវាច្រើនពេកដោយសារតែស្លឹកត្រប់បើសិនជាយើងទុកវាច្រើនពេកគឺការលូតលាស់របស់វាគឺជំរុញទៅស្លឹកនឹងឯងវាអត់បានចេញផ្លែល្អទេអញ្ចឹងហើយយើងកាត់វាខ្លះអញ្ចឹងមកដើម្បីជួយដល់ដើមរបស់វាដើម្បីឲ្យឆាប់ចេញផ្លែល្អអញ្ចឹងណាបន្ទាប់ពីកាត់ស្លឹកត្រប់បានខ្លះហើយឥឡូវនេះគឺខ្ញុំជ្រោយដីដើម្បីឲ្យដីនឹងវាធូរហើយណាមួយខ្ញុំអត់ហ៊ានប្រើចោបធំទេបងប្អូនអើយពួកអីត្រប់វានៅនឹងអញ្ចឹងខ្ញុំចាប៉កែណារឿងជ្រុលដៃជ្រុលជើងកាប់ដំណាំតែកំពុងអាដាំហើយហ្នឹងអញ្ចឹងសឹកចិត្តប្រើចោបតូចនឹងជ្រុំវាតិចអញ្ចឹងទៅហើយជ្រុំនេះគឺមានគោលបំណងមួយទៀតហ្នឹងគឺចាហាលដីអញ្ចឹងទៅហើយខ្ញុំមានកម្រងក្នុងការដាំស្ពៃនៅចុងសប្តាហ៍នេះដែរអញ្ចឹងហើយចាជ្រុំវាខ្លះអញ្ចឹងទៅកន្លែងណាដីវារៀងស្ទើរអញ្ចឹងទៅខ្ញុំនឹងជូនដីយកមកថែមដើម្បីនឹងត្រៀមដាំដំណាំរបស់យើងបន្តទៀតអញ្ចឹងទៅពួកអីកូនស្ពៃវាល្មមដាំហើយតាមក៏ប៉ិតទៅប៉ុន្តែអត់ទាន់មានពេលដាំឯឡៃទៅរវល់ធ្វើការផងអីផងអញ្ចឹងអញ្ចឹងហើយចាំដាំវានាចុងសប្តាហ៍នេះតែម្ដងទៅជ្រុំដីមួយរងនឹងចាឈោផងអង្គុយផងឈោផងអង្គុយផងឥឡូវរួចរាល់ហើយប៉ុន្តែចុកដៃល្មមគ្រាន់ដែរនឹងពួកអីចាចាមួយរងរៀងឆ្ងាយគ្រាន់បើដែរចាមកចុកដៃប៉ុន្តែអត់អីទេវាល្អដែរដូចជាការហាត់ប្រាណមួយយ៉ាងដែរតាហ្នឹងហើយបន្ទាប់មកយើងដល់ពេលវេលាក្នុងការបាញ់ទឹកបាញ់អីអញ្ចឹងទៅចាព្រោះដំណាំគឺត្រូវការបំផុតហ្នឹងគឺទឹកតែម្ដងចាអញ្ចឹងហើយចាបាញ់ទឹកវាឲ្យជោគចឹងមកហ្នឹងហើយអរគុណបងប្អូនអ្នកគ្នាសម្រាប់ការមើលវីដេអូនេះជួបគ្នាវីដេអូក្រោយបន្តជម្រាបលា